ឈើឆ្ងាញ់មកកន្លែងនៅផ្សារកាប់គោខ្ញុំជឿថាបងប្អូនច្បាស់ជាស្គាល់កន្លែងគាត់ច្រើនណាស់ហាងគាត់គឺមានឈ្មោះថា Fresh Juice កន្លែងគាត់នេះផ្លែឈើឡើង 80% ហើយដែលជាផ្លែឈើខ្មែរអញ្ចឹងសម្រាប់បងប្អូនដែលស្រឡាញ់សុខភាពចង់ថែរៀងញ៉ាំទឹក detox ឬក៏ជាប្រភេទផ្លែឈើកន្លុកអីគឺអាចមករកកន្លែងគាត់បានកន្លែងគាត់នេះមានច្រើនមុខច្រើនជម្រើសឲ្យយើងរើសមានតាំងពីទឹកកន្លុកសុខភាពមានតាំងពីទឹកបន្លែចង់ញ៉ាំជាប្រភេទ smoothie អីក៏មានដែរហើយភាគច្រើនមួយរបស់គាត់សិតតែជាអ្នកស្រឡាញ់សុខភាពញ៉ាំមុនពេលហាត់ប្រាណឬក៏ក្រោយពេលហាត់ប្រាណជាពិសេសនឹងញ៉ាំទឹក detox ដើម្បីកម្ចាត់ជាតិពុលក្នុងខ្លួនហើយថ្ងៃនេះខ្ញុំក៏បានទៅភ្លក់ជាមួយនឹង smoothie របស់គាត់ដូចបងប្អូនបានឃើញអញ្ចឹងសូម្បីតែ yogurt របស់គាត់ក៏ប្រើរបស់ខ្មែរដែរមិនថាទាំងទឹកដោះគោឬក៏ជាប្រភេទផ្លែឈើតែគឺគាត់កន្លុកឲ្យយើងមកជាតិមកឆ្ងាញ់តែម្ដងអ្នកដែលចូលចិត្តជាប្រភេទផ្លែឈើពេលញ៉ាំហើយមានសាច់ជ្រប់ៗក្នុងនឹងតិចៗគឺដឹងទៅត្រូវហើយជាពិសេសអ្នកដែលស្រឡាញ់រៀងថែសុខភាពអីផ្សេងៗគឺអាចញ៉ាំជាមួយនឹងទឹក detox គាត់បានកន្លែងគាត់នេះគឺមានផ្លែឈើច្រើនមុខច្រើនជម្រើសឲ្យយើងជាពិសេសនឹងទឹក detox អ្នកទាំងអស់គ្នាគួរតែសាកទឹកបន្លែមើមយេនឬក៏ទឹកកន្ទឹមអីផ្សេងៗអ្នកទាំងអស់គ្នាសាកទៅគឺរសជាតិឆ្ងាញ់ប្លែកតែម្ដងហើយហាងរបស់គាត់នេះនៅពេលដែលខ្ញុំដើរកាត់ដំបងគឺខ្ញុំចាប់អារម្មណ៍មុនគេគឺទៅលើការរៀបចំហាងរបស់គាត់នឹងឯងរៀបចំហាងបានស្អាតមកខ្ញុំទេខ្ញុំគឺបុគ្គលិករស់រាយរាក់ទាក់តែម្ដងបើនិយាយពីតម្លៃវិញកាន់តែសមរម្យទៀតហើយគឺគាត់ដាក់នៅលើ menu ឲ្យយើងមើលផ្ទាល់តែម្ដងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ញ៉ាំជាប្រភេទទឹក detox ឬក៏ fresh juice អីផ្សេងៗអ្នកទាំងអស់គ្នាអាចមកកន្លែងគាត់បានវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំទៅ review កន្លែងណាទៀតអាច comment ប្រាប់ខ្ញុំខាងក្រោមបានណា